សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកនៅដំណើរកំសាន្តលក្ខណៈគ្រួសារនៅក្នុងពិធីបុណ្យអុំទូកអំបុកនឹងសំពះព្រះខែពួកយើងបានទៅលេងនៅកសិដ្ឋានចិញ្ចឹមជៀមមួយនៅជើងភ្នំខេត្តកំពង់ឆ្នាំងឈ្មោះគៀតហ្វាមបាទហើយយើងធ្វើដំណើរចេញពីភ្នំពេញទៅជិះទៅតាមផ្លូវឧដុង្គនៅតាមផ្លូវជាតិលេខ53បាទតាមផ្លូវជាតិលេខ53បាទដល់ឧដុង្គហើយយើងបត់ខាងឆ្វេងទៅយើងទៅតាមផ្លូវជាតិលេខ53 Zoom in on ហើយយើងជិះត្រង់ខ្ញុំក៏មិនចាំថាចំណុចណាទេប៉ុន្តែយើងជិះត្រង់រហូតដល់ម្ដុំអមលាំងឬហើយយើងក៏បាត់ស្ដាំនៅលើផ្លូវគ្រោះផ្លូវកស៊ូដូចគ្នាហ្នឹងយើងជិះទៅត្រង់រហូតទៅយើងនឹងដល់ផ្លាកសញ្ញាបាត់ស្ដាំចូលទៅកសិដ្ឋានគៀតហ្វាមប៉ុន្តែអ្វីដែលរឿងគួរឲ្យអស់សំណើចសម្រាប់ខ្ញុំបានជិះឡានទៅហ្នឹងគឺយើងទៅតាម Google Map ប៉ុន្តែខាងខ្ញុំនេះក៏បានបត់ទៅតាមផ្លូវ51ខ្ញុំជិះហួសដល់ឧដុង្គយើងបត់ឆ្វេងតាមផ្លូវ51ខ្ញុំមិនបានបត់តាមផ្លូវ53មែនតើទៅឬហើយយើងក៏បានធ្វើដំណើរទៅដល់ផ្សារបាត់ដឹងហើយបាទយើងបត់ស្ដាំអញ្ចឹងហើយបានជាពួកខ្ញុំត្រូវការចាយពេលវេលាយ៉ាងច្រើនដែលយើងជិះឆ្លងកាត់ពីផ្លូវ51ចន្លោះផ្លូវ51មកចន្លោះផ្លូវ53វិញចឹងវាត្រូវការស៊ីពេលរហូតដល់3ម៉ោងទើបខ្ញុំអាចជិះពីផ្លូវ51មកដល់ផ្លូវ53ហើយជិះពីផ្លូវ53មកដល់កសិដ្ឋានគៀតហ្វាមប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយវាមិនបានខកចិត្តទេដោយសារពេលមកដល់កសិដ្ឋានហ្នឹងពួកយើងហ្នឹងជាពិសេសកូននិងគ្រួសាររបស់ខ្ញុំហ្នឹងគឺយើងរីករាយមែនតើដោយសារយើងបានទស្សនាកំសាន្តនៅសត្វចិញ្ចឹមផ្សេងនៅក្នុងកសិដ្ឋានជាពិសេសគឺយើងបានមកលេងនៅវាលចិញ្ចឹមសត្វជៀមហើយយើងបានសប្បាយរីករាយនឹងការថតរូបជាមួយនឹងពួកគាត់អ្វីដែលគួរឲ្យអស់សំណើចមួយនោះគឺមានជៀមមួយហ្នឹងដែលយើងកំពុងមើលហ្នឹងគឺគាត់មែនតើគាត់ទៅតែកើតកូនទៅតែសម្រាប់កូនគាត់សម្រាប់បានកូនទូចមួយដែលគាត់នឹងមិនទាន់ទាំងធ្លាក់តងសុកអស់ផងអញ្ចឹងតែយ៉ាងណាក៏ដោយគាត់បានសម្រាប់កូនដែលជោគជ័យដែលមានសុខភាពល្អហើយគួរឲ្យស្រឡាញ់អញ្ចឹងទេកូនរបស់ខ្ញុំហ្នឹងគឺគាត់សប្បាយរីករាយនឹងការមកលេងនៅក្នុងកសិដ្ឋាននេះហើយជាអ្នកនឹងបានមើលទេសភាពជើងភ្នំអូរ៉ាល់មានខ្យល់ត្រជាក់ជាពិសេសយើងបានមកដល់ពេលល្ងាចម៉ោងប្រហែលជា4ម៉ោង3ម៉ោង4ហើយមេឃអត់សូវក្តៅហើយយើងបានផ្ដិតនៅរូបភាពទេសភាពជាច្រើនជាមួយនឹងសត្វជៀមខ្ញុំចង់ខាត់បាក់ឲ្យខ្ញុំមកឈរផង